បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ដែលបងជាម៉ាស៊ីនដែលគាត់ពេញនិយមជួយចិត្តតែថាចេះខាងផ្នែកម៉ាស៊ីនកុំព្យូទ័រចេះហ្នឹងហើយឬក៏យើងចេះខាងផ្នែកម៉ាស៊ីនផ្សេងទាំងអស់ហ្នឹងហើយយើងមើលទៅសាលាយើងខ្ញុំមានទទួលបង្រៀនសិស្សបាទហើយបើកដោយលោកគ្រូបង្រៀនប្រើរយៈពេល10ឆ្នាំជាងហើយសាលាយើងខ្ញុំក៏មានម៉ាស៊ីនគ្រប់ម៉ូដឲ្យបងប្អូនរៀនដែរបាទនេះគឺជាម៉ាស៊ីន device បាទម៉ាស៊ីន device បងប្អូនស្គាល់ហើយអានេះក៏ម៉ាស៊ីន device ដែរហើយគឺមកខាងនេះគឺម៉ាស៊ីន Quartest បាទនេះគឺជាម៉ាស៊ីន Quartest ដែលបងប្អូនមើលហើយនេះគឺជាម៉ាស៊ីនកអូតបាទម៉ាស៊ីនគុណក្បាលធំគុណក្បាលតូចម៉ាស៊ីនផុងហើយនឹងជាម៉ាស៊ីនកុំព្យូទ័រផងដែរបាទគឺសាលារបស់ខ្ញុំគឺខ្ញុំបើកបង្រៀនមានបទពិសោធន៍រយៈពេលខ្ញុំ10ឆ្នាំជាងបាទហើយខ្ញុំគិតថាសាលារៀនកន្លែងខ្ញុំគឺបណ្ដុះបណ្ដាលបានច្រើនកូនសិស្សរបស់ខ្ញុំចេញទៅច្រើនដោយសារតែខ្ញុំបរៀនខ្ញុំមានម៉ាស៊ីនត្រឹមត្រូវហើយខ្ញុំបើកបរៀនតាមស្តង់ដារយើងមើលទៅខាងនោះគឺនឹងគឺហៅរូបមន្តណាគឺរូបមន្តនៃស្តង់ដារនៃម៉ាស៊ីនដែរបាទរូបមន្តហើយយើងមើលមានរូបមន្តវាកាលណាយើងមានរូបមន្តវាហើយគឺយើងងាយស្រួលក្នុងការរៀនមែនតើវាអត់មានន័យពិបាកការរៀនទេតែខ្លាចជាងគេពេលដែលសាលាមួយដែលបើកទៅអត់មានរូបមន្តអត់មានជើងទីអត់មានអីចឹងណាហើយចឹងគឺកន្លែងខ្ញុំនេះគឺខ្ញុំមានរៀនមានច្រើនបាទរៀនថ្ងៃអាទិត្យក៏បានមករៀនចេញពីធ្វើការមកវិញរៀនទាំងយប់ក៏បានមានកន្លែងស្នាក់នៅបាទអញ្ចឹងគឺខំថាអ្នកដែលឆ្លាញ់អាជីពខាងផ្នែកជាងម៉ាស៊ីនបាទចង់រៀនសាលាល្អមករៀនកន្លែងខ្ញុំតាក់ទងមកតាមលេខទូរស័ព្ទខ្ញុំដាក់ក្នុងតាមវីដេអូហ្នឹងបាទហើយឃើញម៉ូទ័រខ្ញុំនេះផ្ញើទៅជូនជាងវិញម៉ូទ័រខ្ញុំនេះគឺខ្ញុំទុកសម្រាប់កាត់ពុម្ពសម្រាប់ម៉ាស៊ីនហ្នឹងបាទខ្ញុំទិញមកសម្រាប់កាត់ពុម្ពអញ្ចឹងវាអាចធ្វើឲ្យល្បឿននៃការលឿនកាលណាយើងមានម៉ូទ័រហ្នឹងគឺងាយស្រួលមែនតើមិនអត់ជាងអស់នេះអញ្ចឹងខ្ញុំឃើញថាយើងសម័យនេះយើងជួយដោះស្រាយខ្លួនឯងរកអ្វីដែលស្រួលងាយអរគុណច្រើនចាំជួបខ្ញុំនៅវីដេអូក្រោយអរគុណ